ជប៉ុនបានផ្ដល់អនុទានសម្បទានចំនួន$162.7 លានសហរដ្ឋអាមេរិកសម្រាប់គម្រោងស្ដារឡើងវិញនៅប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅភាគនិរដីរាជធានីភ្នំពេញអនុទានសម្បទានជប៉ុនបានផ្ដល់អនុទានសម្បទានចំនួន$162.7 លានសហរដ្ឋអាមេរិកនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026នេះដើម្បីអនុវត្តគម្រោងស្ដារឡើងវិញនៅប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅភាគនិរដីរាជធានីភ្នំពេញឯកឧត្តមពេជ្រវាសនាអនុរដ្ឋខាតការក្នុងនាមជាតំណាងនៅក្នុងពោះឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលិខិតបដូរសារស្ដីអំពីអនុទានសម្បទានជប៉ុនបានផ្ដល់ដល់ចំនួន$162.7 លានសហរដ្ឋអាមេរិកដើម្បីអនុវត្តគម្រោងខាងលើនេះពិធីចុះហត្ថលេខានិងបដូរសារនេះដែរគឺប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមអ៊ូណូអូស្ត្រូស៊ីឯករាជ្យទូតវិសាមញ្ញនិងពេញវិសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាការផ្ដល់ជំនួយហិរញ្ញវត្ថុនេះគឺឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជានិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជានិងជប៉ុនគម្រោងស្ដារឡើងវិញនៅប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនិរដីរាជធានីភ្នំពេញគឺមានគោលបំណងដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅជនបទនិងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់តាមរយៈការស្ដារនិងការកែលម្អប្រព័ន្ធស្រោចស្រពប្រព័ន្ធរំដោះទឹកដែលមានស្រាប់គេហៅថានៅច្រករបៀងភាគនិរដីនៃរាជធានីភ្នំពេញផងដែរ